Chắc nó về đại bông vật lực trên pi rong chạy này vật chất chân chắc sầm đạp đầm lái mấy ca prai prua đưa gọt bông ដោយសារគុណភាពមិនលើសខ្វះគ្នាហើយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នដូចយើងដឹងស្រាប់ហើយបើយើងនិយាយអំពីលើប្រាក់ខែទៅលើចំណូលទៅកាន់ប្រទេសមួយយើងអាចនឹងទទួលយកបានរឿងមួយយើងព្យាយាមធ្វើតម្លៃធ្លាក់ចុះប៉ុន្តែទោះបីជាតម្លៃធ្លាក់ចុះយ៉ាងម៉េចក៏ដោយក៏វានៅតែ standard របស់វាខ្ញុំអាចនិយាយបានថានិស្សិតដែលរៀនបញ្ចប់មហាវិទ្យាល័យសម្រាប់នៅប្រទេសខ្មែរតាមមុខវិជ្ជាខ្លះគាត់អាចនឹងបញ្ចប់មហាវិទ្យាល័យភ្លាមទទួលបាន$400ឬក៏$500តែនិស្សិតនៅក្នុងស្ថានភាពមុខវិជ្ជាខ្លះបានតែ$300អញ្ចឹងដូចគ្នាទោះបីជាយើងខំព្យាយាមទម្លាក់តម្លៃទំនិញនឹងយ៉ាងណាក៏ដោយក៏វានៅតែមាន red line មួយរបស់វាដែលយើងមិនអាចតម្លាក់ឲ្យធូរឬក៏ឲ្យថោកបានដែរពីព្រោះយើងត្រូវពឹងផ្អែកទៅលើគេហៅថាការដំណើរការនៃសេដ្ឋកិច្ចមានន័យថាបើសិនជាតម្លៃពីមុនវា$1យើងនឹងព្យាយាមធ្វើយ៉ាងណាឲ្យវានៅសល់90សេនប៉ុន្តែវាពិបាកណាស់ក្នុងការទម្លាក់រហូតដល់ 10% ចា៎ វាអាចនឹងតម្លៃប្រហាក់ប្រហែលគ្នាឬក៏ខុសគ្នាតិចតួចក៏ប៉ុន្តែបើសិនជាឲ្យវាទៅនៅក្នុងតម្លៃមួយដែលគេហៅថាថោកតែម្ដងខ្ញុំគិតថាវាលំបាកខ្ញុំឧទាហរណ៍ភាសាសាមញ្ញមួយនៅពេលដែលអូនមានសមត្ថភាពធ្វើការ3ឆ្នាំ5ឆ្នាំតើអូននឹងទទួល rank salary ប្រមាណនេះសុទ្ធតែជាអ្វីដែលយើងត្រូវសិក្សាមិនមែនមានន័យថាគ្រប់យ៉ាងត្រូវតែផលិតឲ្យបានថោកឬក៏ធូរយើងនឹងធ្វើប៉ុន្តែវានៅតែមានលក្ខខណ្ឌមួយដែលមិនខុសឆ្ងាយគ្នា ចាបង ចា ចឹងតាមស្ដាប់ការបងបកស្រាយមកខ្ញុំឃើញថាបងជឿជាក់ជាមួយនឹងមានការត្រៀមខ្លួនច្រើនលើការផលិតផលរបស់បងអញ្ចឹងសម្រាប់សំណួរចុងក្រោយរបស់ខ្ញុំតើបងជឿជាក់ប៉ុន្មានភាគរយទៅលើផលិតផលរបស់បងផ្ទាល់ខ្លួនឯង ក្នុងនាមខ្ញុំជាអ្នកផលិតជាអ្នកប្រើប្រាស់ក៏ដូចជាមិត្តភ័ក្តិបើកអាជីវកម្មស្ថាគារច្រើនខ្ញុំគិតថាខ្ញុំជឿជាក់ 90% បូកដកហេតុអីខ្ញុំប្រើពាក្យថា 90% បូកដកបើសិនជាបូកដក 10% មានន័យថា 100% ឬក៏ 80% នៅក្នុងតម្លៃមួយនេះ ចា៎ ហេតុអីបានជាយើងមិនព្រមដាក់ 100% ពេញយើងមានមូលហេតុច្បាស់លាស់របស់យើងតែងតែចង់បានអ្វីដែលល្អបំផុតប៉ុន្តែយើងដឹងច្បាស់ហើយសច្ចានុមត្តនៃធម្មជាតិវាអត់មានអ្វីដែលល្អបំផុតឲ្យយើងទេដូច្នេះនៅក្នុងលក្ខខណ្ឌមួយនេះយើងប្រឹងឲ្យល្អបំផុតប៉ុន្តែលទ្ធផលបើវាមិនល្អបំផុតទេហើយណាស់វាត្រូវនៅក្នុងទំហំ 80 ឬ 90% វាជាទំហំមួយដែលធានាបានទាំងគុណភាពនិរន្តរភាពហើយនឹងការចំណាយតែបើឲ្យខ្ញុំធានារហូតដល់ 100% អ្នកណាក៏ដឹងដែរសច្ចានុមត្តនៃធម្មជាតិមិនមានអ្នកណាល្អគ្រប់10ទេដែលក្នុងភាសាខ្មែរគេមានឃ្លាមួយណាបើសិនជាល្អគ្រប់10អាចនឹងរន្ទះបាញ់ នេះគឺជាពាក្យតចំនួនរបស់ខ្មែររាប់ចំនួនហើយនៅលើផែនដីនេះគេមានឃ្លាមួយ no one perfect ប៉ុន្តែយើងព្យាយាមឲ្យ perfect ទោះបីជាយើងដឹងថាវាមិនអាច perfect ប៉ុន្តែយើងនៅតែចង់បានឲ្យវា perfect នេះជាគុណតម្លៃមួយដែលយើងតែងតែព្យាយាមធ្វើការតាំងពីដើមហើយសម្រាប់នៅក្នុងទស្សនៈរបស់ខ្ញុំតែងតែយល់ថាការផលិតនៅផលិតផលមួយនៅពេលណាដែលការផលិតនោះចេញពីគេហៅថារោងចក្រខុសគ្នាធ្វើឲ្យទទួលគំនិតឬក៏ទទួលអារម្មណ៍ថាគុណភាពនឹងខុសគ្នាប៉ុន្តែឆ្លងកាត់បទពិសោធន៍របស់ខ្ញុំគិតថាវាខុសនៅពេលណាដែលយើងមិនមានរូបមន្តច្បាស់លាស់វាខុសនៅពេលណាដែលយើងមិនបានកំណត់តម្លៃដ៏ត្រឹមត្រូវមួយនេះគឺជារឿងមួយដែលយើងត្រូវពិចារណាឆ្លងកាត់បទពិសោធន៍នៃការផលិតរបស់ខ្ញុំជាង10ឆ្នាំខ្ញុំជឿថាបញ្ហានៅតែមានប៉ុន្តែតិចបំផុតខ្ញុំមិនអាចនិយាយបានថាគ្មានបញ្ហាទេខ្ញុំមិនអាចនិយាយបានថាវានឹងល្អបំផុតទេពីព្រោះខ្ញុំធ្វើការជាង10ឆ្នាំនៅក្នុង factory នៅក្នុងរោងចក្រជ្រលក់ពណ៌5ឆ្នាំនៅក្នុងវិស័យ laundry 3ឆ្នាំយើងតែងតែប្រឹងប្រែងរហូតប៉ុន្តែបញ្ហាតែងតែមករហូតហើយយើងក៏ដោះវាជារៀងរហូតមកទល់បច្ចុប្បន្នក៏យើងនៅតែដោះស្រាយបញ្ហារហូតដូច្នេះខ្ញុំនៅតែចូលលើគោលចំហ I want to be perfect but it's not really to be perfect